ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មួយត្រឡប់មកវិញជាមួយនឹង Channel ខ្មែរទៅទៀតនៅក្នុងថ្ងៃនេះខ្ញុំមានរឿងចំនួន3រឿងទី1រឿងទី2គឺជារឿងខ្មោចលងធម្មតាទេប៉ុន្តែរឿងទី3គឺជារឿងក្តីឃាតកម្មរឿងនេះខ្ញុំសូមបញ្ជាក់ទុកមុនបើសិនជាបងប្អូនអត់ទាន់គ្រប់អាយុ18ឆ្នាំទេខ្ញុំសូមឲ្យបងប្អូនទៅមើលវីដេអូផ្សេងចុះដោយសារតែរឿងនេះវាពាក់ព័ន្ធទៅដល់រឿងក្តីឃាតកម្មអញ្ចឹងហើយក្នុងវីដេអូនេះវាអត់ស័ក្តិសមជាមួយបងប្អូនដែលអត់ទាន់គ្រប់អាយុទេតោះឥឡូវកុំឲ្យខាតពេលយូរយើងចូលមកដល់សាច់រឿងរបស់យើងទី1រឿងទី1នេះមានបងស្រីម្នាក់ក៏ចែករំលែកមកខ្ញុំរឿងរបស់គាត់កើតឡើងកំឡុងពេលដែលគាត់កំពុងតែមានពោះមានពងនិយាយឲ្យស្រួលស្ដាប់ទៅគឺគាត់មានទម្ងន់នឹងឯងគាត់ទម្ងន់ចូលខែទី7ហើយខ្ញុំសូមដាក់ឈ្មោះតួអង្គរបស់យើងគឺឈ្មោះចៃមួយរឿងក្នុងថ្ងៃនេះខ្ញុំដាក់ឈ្មោះតួអង្គរបស់យើងទៅតាមលេខ1លេខ2អញ្ចឹងទៅស្រួលហៅចៃមួយគាត់គឺជាអាជីវករលក់ដូរបន្តិចបន្តួចនៅតាមដងផ្លូវនៅក្បែរសាកលវិទ្យាល័យមួយកន្លែងនៅក្នុងភ្នំពេញយើងនឹងឯងគាត់ថាគាត់លក់ដាច់គួរសមដែរកាលហ្នឹងដោយសារតែមើលទៅជីវភាពគាត់មិនសូវជាលំបាកទេគាត់រកស៊ីសន្សំលុយបានច្រើនគាត់ក៏ទៅធ្វើផ្ទះមួយនៅឯស្រុកដោយសារតែគាត់គិតថាផ្ទះនៅភ្នំពេញយើងនោះថ្លៃណាស់គាត់អត់មានលទ្ធភាពអីទៅទិញផ្ទះនៅភ្នំពេញយើងទេបើសិនជាយកលុយប៉ុណ្ណឹងទៅធ្វើផ្ទះនៅឯស្រុកយ៉ាងហោចណាស់ក៏បានផ្ទះមួយរៀងគួរសមនឹងគេដែរគាត់ក៏ប្រមូលលុយទាំងអស់ហ្នឹងយកទៅសង់ផ្ទះដែលផ្ទះរបស់គាត់ហ្នឹងសង់នៅលើដីដែលម៉ែក្មេកគាត់ចែកឲ្យផ្ទះរបស់គាត់គឺជាប្រភេទផ្ទះឈើវាដូចជាប្រភេទផ្ទះនៅតាមស្រុកភូមិយើងអញ្ចឹងគឺប្រភេទថ្មក្រោមឈើលើដោយនៅខាងក្រោមហ្នឹងគាត់រៀបចំធ្វើចង្ក្រានមួយហើយនឹងបន្ទប់ទឹកនៅខាងក្រោមអញ្ចឹងទៅហើយគាត់ឡើងទៅសម្រាកនៅផ្ទះឈើខាងលើក្រោយពីសង់ផ្ទះហ្នឹងរួចនិមន្តលោកសូត្រមន្តហើយគាត់អត់បាននៅផ្ទះហ្នឹងទេគាត់ចាក់សោផ្ទះហ្នឹងចោលដោយសារតែមុខរបររកស៊ីរបស់គាត់នៅភ្នំពេញអញ្ចឹងទៅអត់មាននរណានៅទេគាត់ឲ្យប្អូនថ្លៃគាត់ទៅនៅប៉ុន្តែគេអត់ហ៊ាននៅម្នាក់ឯងទេណាមួយគេជាស្រីផងអញ្ចឹងទៅផ្ទះហ្នឹងក៏ចាក់សោទុកចោលទៅក្រោយមកទៀតគាត់ក៏សម្រេចចិត្តថាយកកូនទី1ដោយសារតែការប្រមាណឆ្នាំហើយល្មមយកកូនដែរហើយណាមួយក៏សល់លុយសល់កាក់រៀងគួរសមដែរក៏សម្រេចចិត្តថាយកកូនគាត់នៅលក់ដូររហូតតទៅដល់ខែទី6ចូលចិត្តដល់ខែទី7ហើយពោះក៏កាន់តែធំលក់ដូរក៏មិនសូវដាច់ផងព្រោះតែខែវ៉ាកងធំគាត់ក៏សម្រេចចិត្តថាឈប់លក់ទៅនៅស្រុកវិញទៅនៅផ្ទះឯស្រុកដែលគាត់ធ្វើទឹកចោលហ្នឹងទៅនៅនឹងវិញណាមួយវាកាត់បន្ថយថ្លៃចំណាយរបស់គាត់ផងនៅស្រុកវាមិនចំណាយច្រើនដូចនៅភ្នំពេញទេអ្នកទាំងអស់គ្នាដឹងមិនអត់ប្តីគាត់អត់ទៅជាមួយគាត់ទេតែបើសួរប្តីគាត់ថាធ្វើអីអត់ទេជួយលក់ក៏អត់ជួយលក់ដែរហើយស្អីក៏ប្តីគាត់អត់ធ្វើដែរហើយហៅទៅស្រុកជួយមើលថែប្រពន្ធក៏មិនទៅជាមួយប្រពន្ធដែរជាមួយនឹងប្តីគាត់តែងតែទាស់ពាក្យសម្ដីគ្នាជាញឹកញាប់ដោយសារតែគាត់ខឹងគាត់ក៏សម្រេចចិត្តថាបើគេមិនទៅជាមួយគាត់ទេគាត់ទៅតែឯងក៏បានដែរជាមួយគាត់រៀងចិត្តខ្លាំងដែរដោយគាត់និយាយថាអត់ហែងក៏អញចំកូនរស់ដែរពាក្យមួយឃ្លានេះខ្ញុំនិយាយទៅតាមគាត់និយាយទេមួយម៉ាត់របស់គាត់នេះរៀងក្រោកគ្រាតរបស់គាត់ដែរហ្នឹងណាតែវាជាការពិតប្រុសគ្នាយើងសូមកុំយកគំរូទៅតាមប្តីជាមួយអីវាអត់ល្អទេកូនប្រុសគេអត់ធ្វើអញ្ចឹងទេបន្ទាប់មកក៏ជាមួយគាត់ឡើងទៅស្រុកតែម្នាក់ឯងយកអីវ៉ាន់ផងអីផងតែម្នាក់ឯងគាត់ទៅចាក់សោចូលទៅដល់ក្នុងផ្ទះគាត់ក៏អង្គុយយំម្នាក់ឯងនៅក្នុងផ្ទះអាសូរខ្លួនពេកយំអស់ចិត្តហើយក៏រៀបចំបោះផ្ទះជួសផ្ទះរៀបចំទុកដាក់ឡើងវិញផ្ទះក៏សុទ្ធតែដីសម្បុកពេញពីងពេញដំបូលហើយតំណមរបស់ចាស់បុរាណគេមិនឲ្យទុកផ្ទះចោលទេបើសិនជាយើងទៅឆ្ងាយពីផ្ទះគេតែងតែមានកូនពីងមួយដាក់ទឹកឲ្យពេញនៅលើផ្ទះដើម្បីសម្គាល់ថាផ្ទះហ្នឹងមានមនុស្សនៅបើមិនអញ្ចឹងទេច្បាស់ណាស់ប្រកាសជាមានខ្មោចព្រាយផ្សេងមកនៅជាពំខានហើយករណីផ្ទះជាមួយក៏ដូចគ្នាគាត់មានពានទឹកទូចមួយដាក់ទឹកពេញគ្របចោលទុកនៅលើផ្ទះតែដោយសារតែវាយូរឆ្នាំគាត់មិនដែលបានមកអឺតមើលទេទឹកនៅក្នុងពាងហ្នឹងក៏រីស្ងួតអស់គាត់បើគម្របពាងមកឃើញមានតែពាងទទេក្នុងថ្ងៃហ្នឹងដែរគាត់អត់មានបានធ្វើអីច្រើនទេបានត្រឹមតែបោះដីតិចតួចដោយសារតែគាត់ពោះធំពិបាកក្នុងការធ្វើការងារផ្ទះគាត់ធ្វើតែបន្តិចចាប់ផ្ដើមហត់ហើយមើលទៅមិនស្រួលគាត់ក៏សម្រាកនៅផ្ទះម៉ែក្មេកគាត់ប្រហែលថ្ងៃសិនចាំមើលហៅប្អូនថ្លៃគាត់មកជួយគ្រាន់បានជាគ្នារៀបចំផ្ទះសម្បែងឡើងវិញបើពឹងកម្លាំងគាត់វិញមិនដឹងឆ្នាំណាបានចូលមកនៅទេលុះក្រោយមកក៏រៀបចំឲ្យអស់កាត់ឆ្ការស្មៅគុំព្រៃដែលដុះនៅជុំវិញបរិវេណផ្ទះនឹងស្អាតអស់ហើយក៏ជាមួយគាត់ចូលមកនៅផ្ទះគាត់វិញហើយគាត់មិនហ៊ានដេកតែម្នាក់ឯងគាត់ក៏ហៅប្អូនថ្លៃគាត់មកដេកជាមួយបានជាគ្នាសំណួរសួរថាហេតុអ្វីបានជាគាត់មិនព្រមសម្រាកនៅផ្ទះម្ដាយក្មេកគាត់ទៅហើយចម្លើយនោះគឺម្ដាយក្មេករបស់គាត់នឹងគឺជាមនុស្សពិបាកធ្វើទុកគាត់សពគ្រប់បែបយ៉ាងអត់ដល់
គាត់នៅបានទេទោះបីជាគាត់ដឹងថាកូនប្រសាររបស់គាត់នឹងកំពុងតែមានពស់មានពងអីក៏ដោយក៏គាត់នៅតែធ្វើបាបជាមួយដែរប្តីចិត្តមិនបានហើយម្ដាយក្មេកចិត្តមិនបានទៀតមានតែប្អូនថ្លៃគាត់ទេដែលចិត្តបានហើយតែងតែមកជួយយកអាសាគាត់យប់ដំបូងដែលគាត់ឡើងមកសម្រាប់នៅផ្ទះហ្នឹងគាត់បានអុជធូបប្រាប់ជំនាងផ្ទះថាគាត់ត្រឡប់មកវិញហើយសូមជំនាងផ្ទះជួយថែរក្សាកូនចៅឲ្យបានសុខផងក្រោយមកគាត់ក៏រៀបចំសម្រាប់ជាមួយប្អូនថ្លៃគាត់ទៅថ្ងៃដំបូងដូចជាអត់មានឃើញអីទេអ្វីគ្រប់យ៉ាងធម្មតាទាំងអស់ប្អូនថ្លៃគាត់ចេះតែនៅដេកកំដរគាត់រហូតបានមួយអាទិត្យគាត់គិតថាដូចជាមិនអីទេគាត់អាចនៅម្នាក់ឯងបានហើយព្រោះអីមួយអាទិត្យជាងហើយអត់មានឃើញមានបញ្ហាអីទេណាមួយប្អូនថ្លៃគាត់មកដេកកំដរគាត់ហ្នឹងក៏នៅមិនសុខដែរម៉ែក្មេងគាត់នៅខាងនោះមិនឲ្យមកទេដែលយល់លេះថាគាត់ចាស់ត្អូនឈឺនេះឈឺនោះថាកូនឯងនឹងចិត្តមិនបានមិននៅមើលថែម៉ែចាស់នៅឯផ្ទះសុខចិត្តតែមើលថែអ្នកក្រៅស្ដាប់គាត់និយាយមកដល់ចំណុចនេះខ្ញុំរៀងហួសចិត្តដែរអ្នកក្រៅយ៉ាងម៉េចកូនប្រសាខ្លួនឯងសោះហើយពោពោះកំណត់ចៅបកើតខ្លួនឯងទៀតថាមិនមើលកូនប្រសាក៏ហីចោះនៅហាមកូនខ្លួនឯងហ្នឹងដែលជាប្អូនថ្លៃរបស់ជាមួយហ្នឹងមិនឲ្យមកមើលគាត់ទៀតនិយាយមកដល់ចំណុចនេះខ្ញុំស្ដាប់សំឡេងជាមួយគាត់សែនមកសំឡេងគាត់និយាយទាំងអួលដើមកខ្សឹបខ្សួលនិយាយមកប្រាប់ខ្ញុំរបៀបថាអាហ្នឹងដូចជារឿងដែលគាត់ឈឺចាប់ពេកនៅពេលដែលគាត់ពោពោះធំផងហើយគាត់នៅម្នាក់ឯងផងហើយអត់មាននរណាយល់ចិត្តគាត់អត់មាននរណានៅជួយមើលថែគាត់គិតមើលម្នាក់ឯងសុទ្ធហ្មងបន្ទាប់ពីប្អូនថ្លៃគាត់ត្រឡប់ទៅវិញគេមកមើលគាត់ដែរពេលព្រឹកឡើងគេជួយទៅទិញអីវ៉ាន់វាផ្សារយកមកឲ្យគាត់ហើយថ្ងៃឡើងគេតែងតែមកអឺតមើលគាត់រហូតនឹងមិនដែលខានទេប្អូនថ្លៃរបស់គាត់នឹងចិត្តបានណាស់កាត់មកយប់ដំបូងដែលគាត់ស្នាក់នៅម្នាក់ឯងនៅថ្ងៃហ្នឹងមេឃភ្លៀងខ្លាំងកាលពីជំនាន់ហ្នឹងនៅតាមភូមិអត់ទាន់មានភ្លើងមានអីទេនៅបញ្ចូលអគុយប្រើនៅឡើយទេអញ្ចឹងទៅនៅតាមស្រុកភូមិល្ងិតឈឹងដោយមេឃភ្លៀងខ្លាំងពេកគាត់ក៏ងើបឡើងទៅបិទបង្អួចកុំឲ្យភ្លៀងវិសាចូលមកក្នុងផ្ទះពេលដែលគាត់លូកដៃបំរុងទៅទាញបង្អួចបិទហ្នឹងក៏ភ្លេចបតោព្រាកនៅពេលដែលភ្លេចបតោព្រាកអញ្ចឹងជាមួយគាត់ក៏ឃើញមានយាយចាស់មួយរត់ប្រូចកាត់ពីងទឹកក្រោយផ្ទះគាត់ឡើងលឿនស្លេវគាត់មិនដឹងថាជានរណាគេទេសក់ឡើងទៅពងស្លៀកក្បិនហើយជើងគាត់ខ្លីៗទេរត់កាត់នៅខាងក្រោយផ្ទះគាត់នឹងក្នុងចិត្តគាត់គិតថាប្រហែលជាអ្នកភូមិចិត្តខាងហើយក៏មិនដឹងដោយសារតែអត់មានអីចម្លែកទេព្រោះម្ដាយក្មេងគាត់ហ្នឹងក៏នៅតែស្លៀកក្បិននៅឡើយហ្នឹងអ្នកភូមិចាស់នៅតំបន់ហ្នឹងមិនទាន់បោះបង់ការស្លៀកក្បិនចោលនៅឡើយទេដែលគាត់ទម្លាប់នឹងការស្លៀកក្បិនហ្នឹងហើយបើឲ្យគាត់ស្លៀកខោស្លៀកសរងអីធម្មតាគាត់មិនចេះនៅទេជាមួយគាត់ថាចាំមើលព្រឹកស្អែកមើលចាំមើលសួរប្អូនថ្លៃគាត់ក្រែងលោកគេស្គាល់ហើយគាត់ក៏ចូលសម្រាកវិញទៅលុះដល់ព្រឹកស្អែកឡើងប្អូនថ្លៃគាត់មកផ្ទះគាត់ដោយរដងអញ្ចឹងគាត់ក៏សួរថាមីអូនចែឃើញយប់មិញមានយាយមួយឃើញនៅក្នុងភូមិពេលយប់មិញហ្នឹងចែឃើញរត់នៅក្បែរពីងទឹកក្រោយផ្ទះចែមីអូនឯងមានស្គាល់ថាណាគេអត់រៀងគាត់រៀងទៀបជើងគាត់ខ្លីៗហើយសក់ឡើងសពងហើយគាត់ស្លៀកក្បិនដូចម៉ែយើងអញ្ចឹងកូនឯងមានស្គាល់ថាណាគេអត់ប្អូនថ្លៃគាត់ប្រាប់គាត់ថាដឹងទេចែនៅម្ដុំនេះចាស់ច្រើនសឹងអីចាំលក្រោយចាំចែជួបគាត់សួរគាត់ផ្ទាល់ហ្មងទៅហើយប្អូនថ្លៃគាត់ប្រញាប់ទៅផ្សារក៏គេទៅផ្សារបាត់ទៅនៅយប់ទី2មេឃក៏នៅតែភ្លៀងដដែលដោយតែយប់មុនអញ្ចឹងគាត់ទៅមើលទ្វារចាក់សោអីស្រួលបួលអស់ហើយគាត់ក៏ចូលទៅសម្រាកស្រាប់តែម៉ោង1យប់ឡើងគាត់ក៏ដឹងខ្លួនដោយសារតែផ្គរលាន់រន្ទះលឺខ្លាំងពេកគាត់ក៏បើកភ្នែកមកភ្លេចបន្ទោចាំងព្រាកចូលមកក្នុងផ្ទះគាត់ក៏ភ្លេចបន្ទោហ្នឹងចាំងទៅលើយាយមួយដែលរត់ក្រោយផ្ទះគាត់កាលពីយប់ដំបូងដែលគាត់បានជួបហ្នឹងនឹងអង្គុយចောင်းហោងនៅលើធ្នមដបូលនៅក្បែរសសរកឡោងកណ្ដាលផ្ទះគាត់ហ្មងជាមួយពេលហ្នឹងគាត់ខ្លាចខ្លាំងណាស់តែអត់ហ៊ានស្រែកទេព្រោះគាត់ដឹងថាទោះបីជាស្រែកក៏គ្មាននរណាមកជួយគាត់ដែរនៅក្បែរផ្ទះគាត់អត់មានមនុស្សទេគាត់បានត្រឹមតែបិទភ្នែកសង្ងំទៅស្ងៀមហើយគ្រាន់តែផ្គរលាន់ធម្មតាក៏គាត់ភ័យឡើងញ័រដែរបានមួយសបកធំក្រោយមកភ្លៀងក៏ស្ងប់ទៅវិញជាមួយគាត់ក៏បើកភ្នែកមើលម្ដងទៀតដែលគាត់គិតថាប្រហែលជាយាយហ្នឹងប្រហែលខ្លួនតែមេឃភ្លៀងទេតែមានណាពេលដែលបើកភ្នែកមកពេញភ្នែកហ្មងយាយហ្នឹងកំពុងតែពោបស្បាបនៅពីលើមុងគាត់ដែលគាត់ចង់ដេកហ្នឹងហើយយាយហ្នឹងសើចស្ញែងដាក់គាត់ជាមួយគាត់ខ្លាចពេកគាត់ក៏យំបដ យគាត់យំផងខ្លាចផងតាណាក៏ទៅមិនរួចគាត់ក៏ងែលពួកគាត់ហើយនិយាយថាកូនអើយជួយម៉ែផងជាមួយគាត់និយាយតែមួយម៉ាត់ប៉ុណ្ណឹងពេលហ្នឹងគាត់ថាដូចត្រូវថ្នាំសន្ដំអញ្ចឹងគាត់ក៏លងលក់បាត់ទៅដល់ព្រឹកស្អែកឡើងមេឃភ្លឺហើយម៉ោងប្រហែលជា8ហើយបើគាត់ដឹងខ្លួនគាត់ក៏យករឿងហ្នឹងទៅប្រាប់ប្អូនថ្លៃគាត់ប្អូនថ្លៃគាត់ប្រាប់ថាកុំខ្លាចអីឬសូចាស់ចាស់និយាយថាពួកខ្មោចព្រាយបិសាចទាំងអស់ហ្នឹងមិនធ្វើអីអ្នកពោះធំទេវាបានត្រឹមតែបន្លាចចឹងឯងវាមិនធ្វើអីទេក្មេងដែលនៅក្នុងពោះម្ដាយដូចជាអ្នកមានសោដំអញ្ចឹងពួកវាមិនហ៊ានធ្វើអីទេហើយជាមួយគាត់ក៏សុំប្អូនថ្លៃគាត់ឲ្យយប់ហ្នឹងមិនដេកកំដរគាត់ដោយសារតែយប់មិញហ្នឹងគាត់ខ្លាចពេកអញ្ចឹងទៅយប់នេះ
គាត់អត់ហ៊ានសម្រាកនៅម្នាក់ឯងទេប្អូនថ្លៃគាត់ក៏យល់ព្រមដល់ទៅយប់ឡើងម៉ោង 9 យប់ហើយនៅតែមិនឃើញប្អូនថ្លៃគាត់មកសោះគាត់ក៏ចាប់ផ្ដើមខ្លាចម្ដងទៀតហើយពេលហ្នឹងជាមួយគាត់ដឹងភ្លាមថាច្បាស់ណាស់ម្ដាយក្មេងគាត់មិនឲ្យប្អូនថ្លៃគាត់មកទេគាត់ដឹងអញ្ចឹងហើយគាត់ក៏ឈប់ចាំទៀតហើយគាត់ក៏ទាញទ្វារបិទចាក់សោទៅហើយជួនគ្នាទៀតអាគុយគាត់ដែលគាត់ទុកចាំពូភ្លើងហ្នឹងក៏អស់ទៅទៀតគ្រាន់តែភ្លើងពូហ្នឹងឲ្យលត់ភ្លាមស្រាប់តែចេញរូបរាងយាយចាស់ហ្នឹងមកម្ដងទៀតអ្នកទាំងអស់គ្នាដឹងថាពេលហ្នឹងគាត់ធ្វើមិនអត់ស្នៀតចុងក្រោយតឈរឲ្យគាត់ជេរបដ គាត់ជេរផងដាក់ទនីផងមាត់គាត់ជេរទេប៉ុន្តែខ្លួនវិញភ័យឡើងញ័រអស់ហើយជេររឿងយូរបន្តិចជក់មាត់ចិត្តសឿងលេងខ្លាចដើរសំដៅទៅយាយហ្នឹងវាយបដ ស្រាប់តែវាយទៅរូបភាពរបស់យាយហ្នឹងប្រែខ្លាចមកជាខោអាវវិញឃើញអញ្ចឹងហើយគាត់អត់តន់ឈប់ជេរទេគាត់ក៏នៅតែជេរអញ្ចឹងគាត់ជេរបដគាត់ដើរបកទៅមុខគាត់វិញបដរួចហើយគាត់ក៏សំងំគេងលក់ទៅដល់តែម៉ោង 1 យប់ម្ដងទៀតស្រាប់តែលើសូរសំឡេងគោះទ្វារហើយស្រែកហៅគាត់ឲ្យបើកទ្វារសំឡេងដែលហៅគាត់ហ្នឹងគឺជាសំឡេងរបស់ប្អូនថ្លៃគាត់ចម្លែកក្នុងចិត្តថាម៉ោង 1 យប់ហើយវាទៅតែមកចុះពីភ្លឺវាមិនមកតែបើគិតទៅប្អូនថ្លៃគាត់ស្រីវាមិនហ៊ានដើរចេញពីផ្ទះនៅពេលយប់ទេគាត់ក៏លួចមើលទៅតាមប្រហោងក្តារនៅជាប់ជញ្ជាំងផ្ទះគាត់ហ្នឹងស្រាប់តែលើសូរសំឡេងយាយដែលលងគាត់មុនហ្នឹងឈរនៅមុខទ្វារផ្ទះគាត់ហើយហៅគាត់ដោយបន្លំធ្វើសំឡេងប្អូនថ្លៃគាត់ថាគ្មានទេពេលហ្នឹងចាក់ឌីសបដោយជេរយោគ្មានទុកទេជេររហូតតទៅស្ងាត់ហើយគាត់ក៏ធ្វើដូចយំមុនអញ្ចឹងគាត់នឹងអែលពួកគាត់ហើយនិយាយទៅកាន់កូនគាត់នៅក្នុងពួកគាត់ថាជួយម៉ែផងកូនអើយគេមកលងបន្លាចម៉ែអញ្ចឹងម៉ែដេកអត់បានទេនិយាយចប់ហើយគាត់ក៏ដូចយំមុនអញ្ចឹងក៏លងលក់បាត់ទៅរហូតតទៅដល់ភ្លឺលុះដល់ព្រឹកឡើងគាត់អស់ទ្រាំហើយវិចកៅអៅឡើងឡានទៅផ្ទះម្ដាយគាត់បង្កើតនៅឯស្រុកមួយទៀតគ្រាន់តែថាស្រុកម្ដាយគាត់បង្កើតនឹងនៅឆ្ងាយត្រូវជិះឡានច្រើនម៉ោងទម្រាំតែបានទៅដល់តែជាមួយគាត់ថាគាត់អត់ខ្វល់ទេពេលហ្នឹងគាត់ថាបើនៅតែម៉ាក់ហ្នឹងទៀតខ្លាចដល់ជ្រុះកូនមិនខានទេណាមួយបើគាត់សម្រាលនៅនេះក៏មិនកើតដែរម្នាក់ឯងឯកូតបើឈឺពោះអីក៏គ្មាននរណាជូនគាត់ទៅពេទ្យដែរអញ្ចឹងហើយគាត់ទៅស្រុកគាត់វិញហ្មងទៅហើយផ្ទះគាត់ក៏ចាក់សោចោលរហូតឥឡូវកូនគាត់ធំអស់ហើយក៏គាត់មិនដែលទៅអឺតមើលដែរអូខេអ្នកទាំងអស់គ្នារឿងរបស់ជាមួយមានត្រឹមតែប៉ុណ្្នឹងមិនដែរអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់រៀងងំសន្តិចដោយសារតែគាត់ជាស្ត្រីភេទហើយពោះនៅតែម្នាក់ឯងអត់មាននរណាជួយទុកធុរៈអីគាត់ទេប្តីក៏អត់ជួយម្ដាយក្មេកក៏អត់ជួយអត់មាននរណាមកជួយហើយប្អូនថ្លៃមកជួយហើយក៏ត្រូវម្ដាយក្មេកហាមមិនឲ្យមកជួយទៀតហើយបើនៅផ្ទះគាត់ទៅបានសងមិនអីទេមកនៅហើយមានខ្មោចលងទៀតដល់កហើយតោះឥឡូវយើងបន្តមកសាច់រឿងទី2សាច់រឿងទី2ខ្ញុំទទួលបានពីបងស្រីម្នាក់ទៀតខ្ញុំសូមដាក់ឈ្មោះគាត់ថាបង2ដោយសារតែគាត់គឺជាបុគ្គលទី2ដែលចែករំលែកសាច់រឿងនៅក្នុងវីដេអូនេះកាលពីមុនបង2គាត់គឺជាអ្នកលក់បាយនៅក្បែរការដ្ឋានមួយកន្លែងនៅក្បែរនោះផងដែរមិនឆ្ងាយប្រហែលទេមានប៉ោះប៉ូលីសមួយហើយនៅក្បែរកន្លែងដែលគាត់លក់បាយគេមានលក់ស្រាមានលក់គ្រឿងក្លែមអីអញ្ចឹងទៅណាហើយដោយអ្នកលក់ស្អាតផងបងប៉ូលីសគាត់ចូលចិត្តទៅកន្លែងហ្នឹងណាឲ្យទៅដល់ម៉ោង 5 មិនទាន់ទេមកដល់ជុំគ្នាអស់ហើយមានថ្ងៃមួយក៏មានរឿងកើតឡើងម៉ោងប្រហែល 1 រំលងអត្រាតប៉ូលីសទាំងអស់ដែលផឹកនៅហ្នឹងអត់ទាន់ឈប់ផឹកទេនៅវាយចោះវាយឡើងក៏ឆ្លោះគ្នាតាមហេតុដែលធ្វើឲ្យពួកគាត់ឆ្លោះគ្នាហ្នឹងដោយសារតែពួកគាត់ស្រឡាញ់ស្រីតែមួយរបៀបថាស្រឡាញ់ជន់គ្នាអីអញ្ចឹងណាមួយស្រឡាញ់មួយទៀតក៏គេស្រឡាញ់ដែរគឺពួកគាត់ស្រឡាញ់អ្នកលក់នឹងឯងដោយសារតែអ្នកលក់ស្អាតកូនចិនសាច់សស្គូតែផឹកយូរស្រឡាញ់បដ ாய் ពួកគាត់តោះសម្ដីគ្នាតាំងពីម៉ោង 10 ម៉េះអ្នកដែលនៅវងជាមួយគ្នាហ្នឹងចេះតែបំបែកពួកគាត់ដេញឲ្យម្នាក់ទៅផ្ទះតែម្នាក់ទៀតអត់ទៅទាំងពីរនាក់ប៉ុន្តែតែម្នាក់ខ្លាំងរៀងខ្លួនចុះបើទៅបាត់ខ្លាចបានទៅម្នាក់ទៀតអញ្ចឹងខាងនោះគេមិនសុខចិត្តក៏នៅបន្តផឹកនៅនឹងវល់វក់តតែស្វឹងរៀងខ្លួនស្រាប់តែពេលចុងក្រោយនេះម៉ោង 12:71 ហ្នឹងក៏ហៅគ្រឿងក្លែមថែមដៃគូប្រកួតខាងនេះគេធ្វើឌឺទៅមកខាងទៀតវាយចាមឌឺដាក់គ្នាចុះឡើងតតែខាងស្រីគេលើកម្ហូបក្លែមយកមកឲ្យស្រាប់តែភាគីខាងខៀវនេះគេចាប់ខាងស្រីថើបឃើញអញ្ចឹងភាគីខាងក្រហមក្តៅឆេវហ្មងហីហើយហ៊ានថោស្រីអញហ៎កែងឆេះចកងហោះក្បាច់គុណរបស់កតោចូលខ្លួនវាយអានឹងមួយសិនភាគីខាងក្រហមក៏ហក់ឡើងលើតុម៉ាត់យកហើយប៉លីសដែលនៅផឹកជុំគ្នាហ្នឹងក៏នងគ្នាចាប់បំបែករៀងធូនតិចហើយក៏ម្នាក់គិតថាពីរអ្នកហ្នឹងប្រហែលជាជប់វាយគ្នាហើយស្រាប់តែបង្គោលខៀវគឺវាយចាំព្រឹបហេហើយនិយាយថាឡើងក៏អូបឡើងឈ្ងុយហ្មងមានណាបកោក្រហមលឿនអញ្ចឹងក្តៅឆេវក្តៅដូចបាយពុះដកកំភ្លើងសៀតនៅចកេះហ្នឹងអាការបាញ់ផាំងចំកដាលក្បាលបកោខៀវដេកស្ដោក 1-0
គ្រាន់តែបាញ់បកគោខៀវដេកខ្ពងដីនាំគ្នាស្រែកឡើងផ្អើលខាងបកគោក្រហមនោះគេរៀងភ្ញាក់ខ្លួនបាញ់គេងាំគ្រប់គ្នាអាឡ័យទៅមើលបកគោខៀវបកគោក្រហមឡើងម៉ូតូរត់បាត់ហើយក្រោយមកទៀតមិនដឹងមិនមកទេមិនដឹងថាចាប់បានអត់ទេដឹងតែត្រឹមថាបងពីនៅពេលដែលគាត់ទៅលក់បាយនៅពេលព្រឹកឃើញស្នាមឈាមនៅនឹងម៉ូតូតើតែគាត់សួរនាំទៅបានគាត់ដឹងរឿងហើយថ្ងៃហ្នឹងបងពីគាត់អត់មានកន្លែងដាក់អីវ៉ាន់ទេដោយសារតែរាល់ដងពេលដែលគាត់ឈប់លក់គាត់យកអីវ៉ាន់ទៅផ្ញើកន្លែងចែស្អាតដែលលក់គ្រឿងក្លែមហ្នឹងហើយបង់លុយអីគេតិចតួចទៅតែថ្ងៃនេះចែស្អាតគាត់បើកទ្វាររ៉ូស៊ីទេគាត់ទៅស្រុកហើយអញ្ចឹងហើយអីវ៉ាន់របស់បងពីអត់មានកន្លែងផ្ញើទេបើសិនជាយកទៅផ្ទះយកទៅមិនអស់ទេដោយសារតែអីវ៉ាន់ច្រើនផ្ទះគាត់នៅឆ្ងាយទៀតពេលដែលគាត់ឈប់លក់គាត់ឃើញការដ្ឋាននៅក្នុងហ្នឹងគេទុកចោលអត់មាននរណានៅគាត់ក៏សម្រេចចិត្តហៅប្អូនគាត់ពីរនាក់ហ្នឹងឲ្យមកជួយដេកយាមអីវ៉ាន់មកយប់ទៅព្រឹកស្អែកចាំទឹកអីវ៉ាន់យកទៅផ្ទះមើលទៅលក់ក៏លក់មិនកើតដែរពិបាកទុកដាក់អីវ៉ាន់ណាស់មេឃធ្លាក់ល្ងិតឡើងប្អូនគាត់ទាំងពីរនាក់ហ្នឹងក៏មិនដេកចាំអីវ៉ាន់នៅក្នុងការដ្ឋានបងពីគាត់អត់ប្រាប់កន្លែងហ្នឹងទៅតែមានខ្មោចងាប់ទេខ្លាចប្អូនគាត់វាខ្លាចគ្មានទេយប់ឡើងលងប្អូនគាត់ឡើងញាក់សាច់ប្អូនគាត់ទាំងពីរក៏ប្រាប់ថាពេលដែលប្អូនគាត់ទៅដេកយាមហ្នឹងពួកគាត់យកកូនម្ញែទូចមួយទៅគ្រាន់ចាក់ចម្រៀងស្ដាប់កាលពីចំនួនហ្នឹងមានតាន់មានទូរស័ព្ទទំនើបមកពីណាមានតែក្បាលត្រីដៃហ្នឹងពេលដែលពួកគាត់ទាំងពីរកំពុងតែដេកស្រាប់តែមកផ្ទះមុខគាត់មកក៏ភ្លៀងផ្លាច់គាត់ក៏ភ្ញាក់ព្រឺស្ទុះងើបស្មានតែភ្លឺហើយដែលគាត់គិតថាបងពីរហ្នឹងជាអ្នកវាយគាត់ខ្លាចថាដេកលក់ចោលមកចូលលួចបាត់អីវ៉ាន់អស់អញ្ចឹងទៅណាអញ្ចឹងហើយគាត់ក៏ស្ទុះឡើងងើបមើលជុំវិញខ្លួនអត់មានឃើញអីទេស្ងាត់ឈឹងអីវ៉ាន់នៅដដែលគាត់ក៏ទម្លាក់ខ្លួនដេកទៅវិញទៅស្រាប់តែផ្ទះផ្លាច់ម្ដងទៀតតែផ្ទះហ្នឹងផ្ទះម្នាក់មួយទៀតក៏ស្ទុះងើបដូចម្នាក់មុនអញ្ចឹងហើយជេរបដោយអាងាប់មកឯងផ្ទះអញទៅអីក៏លុកដៃទៅផ្ទះម្នាក់ដែលត្រូវខ្មោចផ្ទះមុនហ្នឹងមកកភ្លៀងផ្លាច់បានស៊ីមកកភ្លៀងហើយក៏ស្ទុះងើបថាឲ្យម្នាក់ទៀតហ្នឹងថាចុះឯងផ្ទះអញទៅអីក៏ចាប់ផ្ដើមចោតគ្នាទៅមកថាមកឯងផ្ទះអញហ្នឹងដល់ពេលម្នាក់មួយទៀតថាហែងអ្នកផ្ទះអញហ្នឹងដល់ពេលអាអ្នកដែលត្រូវខ្មោចផ្ទះហ្នឹងក៏ចោតទៅម្នាក់ទៀតថាមកវាឯងផ្ទះអញអញ្ចឹងចោតគ្នាទៅមកការពិតអ្នកដែលផ្ដើមដំបូងហ្នឹងគឺខ្មោចជាអ្នកផ្ទះទេប្រកែកគ្នាអស់ចិត្តហើយក៏ចូលដេកទៅវិញមានណាដេកលេវចិត្តលក់ហើយមកផ្ទះម្ដងទាំងពីរបដ ដោយ ស្រាប់តែពីរអ្នកហ្នឹងបើកភ្នែកមកលបងបង្គោលខៀវយើងហ្នឹងនៅឈរលើក្បាលពួកគាត់ទាំងពីរអ្នកហ្នឹងហើយឆ្ងោកមកមើលមុខគាត់ទាំងពីរនាក់ហើយនៅក្បាលបង្គោលខៀវយើងហ្នឹងមិនមានស្នាមក្រក់កំភ្លើងដែលបង្គោលក្រហមបាញ់ចំកដាលក្បាលក៏ហូរឈាមចេញពីរុនក្រក់កំភ្លើងហ្នឹងស្រក់តក់ទៅលើមុខពួកគាត់ទាំងពីរនាក់ហើយញញថ្មិញស្ញែងធំក្លិនស្រាងោងឃើញចឹងហើយនៅតែអីទៀតនងគ្នាដាក់មេប្រូចបដ ដោយរត់ទៅតាមផ្លូវខំស្រ័យខ្មោចលងតែនិយាយពីថាស្ងាត់ឈឹងគាត់ខំស្រ័យយ៉ាងណាក៏អត់មាននរណាចេញអើនមកមើលដែរចុះបើគេដឹងថានៅនឹងទៅមានខ្មោចងាប់បើគេមិនហ៊ានចេញមកមើលបើគេខ្លាចដែរនឹងក៏ពួកគាត់ទាំងពីរនាក់ហ្នឹងរត់បានឆ្ងាយបន្តិចអត់ឃើញបង្គោលខៀវយើងហ្នឹងតាមមកទេក៏នាំគ្នាឈុំអង្គុយឲ្យបាត់ហត់សិនគាត់មើលនាឡិកាដែលជាប់នឹងដៃគាត់ហ្នឹងទៅម៉ោង 1:72 រំលងអត្រាទេនាំគ្នាអង្គុយឡើងយូររហូតតទៅដល់ម៉ោង 3ក៏ប្របួគ្នាឲ្យទៅវិញគាត់ថាអេតោះទៅវិញហីម្នាក់ទៀតថាអត់ទៅទេហើយទៅមិនបើតឹមទៅរត់ចេញមកមិញសោះហ្នឹងក៏ម្នាក់ទៀតថាតែខ្លាចចោលចូលលួចអីវ៉ាន់អស់តែបាត់អីវ៉ាន់ហ្នឹងដឹងតែចាយវាយងាប់ហើយម្នាក់ចង់ទៅមើលដោយសារតែខ្លាចបាត់អីវ៉ាន់ហើយម្នាក់ទៀតអត់ហ៊ានទៅទេខ្លាចខ្មោចក៏នាំគ្នាចរចាគ្នាទម្រាំទៅត្រូវក៏សម្រេចចិត្តថាត្រឡប់ទៅវិញតែគាត់នៅឈរចាំនៅមាត់ផ្លូវអឺតមើលអត់ហ៊ានចូលទៅទេពេលដែលពួកគាត់ទាំងពីរនឹងលួចបង្ហើបសង្កសីមើលបន្តិចដើម្បីបញ្ជាក់ថាអីវ៉ាន់គាត់នៅឬក៏អត់អញ្ចឹងណាពេលដែលបើកទៅឃើញអីវ៉ាន់នៅដដែលគាត់រៀងធូរចិត្តបន្តិចក៏គាត់រងងាកចេញទៅវិញតែនៅពេលដែលគាត់ងាកចេញមកវិញស្រាប់តែលើសូរសំឡេងម្ញែគាត់នឹងចាក់បတ်ចម្រៀងគាត់ក៏ងាកទៅវិញថាចុះអាណាគេទៅលេងម្ញែរបស់អញតើទៅពេលគាត់ងាកទៅមានណាលបងបង្គោលខៀវយើងនឹងកំពុងតែអង្គុយពវល់កសែតម្ញែគាត់លេងនៅអង្គុយកន្លែងគាត់ដេកនឹងឯងបានឃើញត្រឹមតែប៉ុណ្្នឹងនាំគ្នាផ្ទប់មាត់ដើរលោបចេញមកវិញពួកគាត់នាំគ្នាទៅអង្គុយចាំនៅផ្លូវខាងមុខវិញអានេះបើតាមខ្ញុំគិតទេណាសង្ស័យលបងបង្គោលខៀវយើងនឹងអត់ដឹងថាខ្លួនឯងងាប់ទេក៏មិនដឹងបានគាត់ទៅអង្គុយលេងម្ញែរបស់គេចាក់បတ်ចម្រៀងធ្វើដូចខ្លួនឯងមនុស្សនៅរស់អញ្ចឹងណាមួយមិនទាន់បានបើថ្ងៃផងប្រហែលហើយព្រោះអីគាត់ទៅស្លាប់ថ្មីប្រហែលជាមិនដឹងថាខ្លួនឯងជាខ្មោចផងក៏មិនដឹងដែរហើយបងប្អូនទាំងពីរអ្នកហ្នឹងគាត់ក៏នៅអង្គុយចាំនៅមាត់ផ្លូវនៅខាងមុខហ្នឹងតទៅដល់ភ្លឺឡើងបានបងពីរគាត់មកយកអីវ៉ាន់បងពីរគាត់មកដល់ឃើញប្អូនគាត់ទាំងពីរអ្នកហ្នឹងភ្នែកស្លក់ដោយផាន់ដាអញ្ចឹងព្រោះអីខ្មោចលងអត់បានដេកឡើងមកយប់ហើយហ្នឹងអូខេអ្នកទាំងអស់គ្នារឿងទី2របស់យើងមានត្រឹមតែប៉ុណ្ណឹងអញ្ចឹងហើយបន្ថាខ្លាំងប៉ះខ្លាំងម្នាក់ចូលមកឈូសម្នាក់ជាប់គុកមានតែប៉ុណ្ណឹងវាគ្មានអីចម្រើនទេបើសិនជាអត់អោននឹងគ្នាបានក៏អត់អោនទៅកុំដល់ថ្នាក់កាប់សម្លាប់គ្នាអីវា not good ហើយអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះសាច់រឿងទី2នេះបើសិនបើអ្នកទាំងអស់គ្នាមានមតិយោបល់អីអាច comment ប្រាប់ខ្ញុំបានខ្ញុំពិបាកចិត្តណាស់នៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់
ប់ហើយអត់មាននិយាយអីវីដេអូ1 NJ វីដេអូ2 NJ ដល់ពេលវីដេអូទី3បាត់អ្នកចូលមើលអស់លីងដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងថាខ្ញុំខ្វះខាតអីត្រូវកែលម្អអីទេអញ្ចឹងហើយបើអ្នកទាំងអស់គ្នាមានមតិអីចង់កែលម្អអាចខមមិនប្រាប់ខ្ញុំខាងក្រោមបានកុំរត់ចោលគ្នាអញ្ចឹងខ្ញុំសេតតោះឥឡូវយើងចូលមកដល់សាច់រឿងទី3របស់យើងរឿងហ្នឹងទទួលបានពីបងពីដដែលបងពីគាត់ចែករំលែកបានពីរឿងហ្មងថ្ងៃនេះរឿងហ្នឹងខ្ញុំស្ដាប់ទៅវារឿងព្រឺរោមដែរតោះចង់ដឹងថាសាច់រឿងហ្នឹងវាមិនតាមដានទាំងអស់គ្នាមុននឹងនិយាយសាច់រឿង DJ សុំដូរ play មួយមករឿងហ្នឹងកើតឡើងកាលពីគាត់នៅរៀនវិទ្យាល័យនៅឯស្រុកកំណើតរបស់គាត់មានស្ទៀវមួយក្រុមដូចជាជើងកាងភូមិអញ្ចឹងធម្មតាស្ទៀវនៅតាមភូមិស្រុកកាលពីចំនួនហ្នឹងជុំគ្នាគ្មានធ្វើអីក្រៅពីអង្គុយផឹកទឹកត្នោតជូរលេងបៀចាក់ប៉ោងអីទេកាលហ្នឹងអត់មានស្រាល្អណាផឹកទេពួកហ្នឹងផឹកតែស្រាសដែលគេបិទលក់នៅតាមផ្ទះធម្មតាទេតែបើប៊ីយ៉ាអីថ្លៃអត់មានលុយទិញផឹកទេហើយរបស់ដែលល្បីជាងគេហើយនឹងពិសេសជាងគេហ្នឹងគឺទឹកត្នោតជូរមានយប់មួយមានស្ទៀវ2នាក់មកទិញស្រាពីផ្ទះគាត់ផ្ទះបងពីគាត់មានបិទស្រាកាលជំនាន់ហ្នឹងពួកវាមកទិញមកដល់កូកាយើងហ្នឹងដាក់មកពេញទៅយកទៅផឹកនៅកន្លែងចាក់ប៉ោងនៅឯខាងជើងវត្តនៅខាងជើងវត្តហ្នឹងជាកន្លែងពួកវាហើយនាំគ្នាផឹកផងលេងល្បែងផងនៅជុំគ្នានៅហ្នឹងឯងហើយថ្ងៃដែលវាទិញស្រាពីផ្ទះបងពីយកទៅហ្នឹងក៏នាំគ្នាផ្ដាល់គ្នាផឹកផងលេងល្បែងផងតទៅយូរទៅក៏ចាប់ផ្ដើមចាញ់ហើយចាញ់មិនចាញ់ស្ទៀវគ្នាឯងអីចាញ់អ៊ំមួយគាត់រៀងចាស់ដែរហើយតែចាស់នេះចាស់ស្ទៀវគាត់នៅវល់ជាមួយនឹងវងល្បែងនឹងឯងឡើងចាញ់តានឹងគ្រប់គ្នាឡើងអស់ពីខ្លួនមានតែមេបងធំមួយទេដែលមានខ្សែដៃមាសប្រហែលជាមួយតលឹងជាងគាត់ដាក់ភ្នាល់ជាមួយអ៊ំនឹងគាត់មានខ្សែដៃមាសដូចគ្នាកូនគាត់ទៅដំឲ្យពាក់ថ្មីចូលចិត្តប្រហែលជាមួយតលឹងជាងមួយតលឹងកន្លះគាត់ក៏យកទៅដាក់ភ្នាល់ជាមួយនឹងមេបងធំដល់ពេលទៅមានណាចាញ់អ៊ំនឹងទៀតអ៊ំនឹងកោខ្ទេចអញ្ចឹងហើយក៏បំបីគ្នាទៅចោលបើចាញ់អស់ហើយស្រាក៏ផឹកអស់ទៀតក៏បំបីជួគ្នាទៅផ្ទះរៀងខ្លួនទៅពេលដែលអ៊ំនឹងគាត់ត្រឡប់មកផ្ទះវិញគាត់ក៏ជិះកាត់ផ្ទះបងពីហួចផងច្រៀងផងហើយឪពុករបស់បងពីដែលគាត់នៅសម្រាននៅខាងក្រោមផ្ទះហ្នឹងគាត់បានឃើញដែរប៉ុន្តែគាត់មិនបានហៅទេចុះប្រហែល7:02យប់ហើយតែដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃ13កើតខែរះភ្លឺអញ្ចឹងទៅគាត់មើលឃើញអ៊ំហ្នឹងគាត់ជិះកាត់នៅមុខផ្ទះគាត់ឃើញអញ្ចឹងហើយក៏ឪពុកបងពីគាត់និយាយថាហ៊ីតានេះប្រហែលឆ្នះច្រើនហើយមើលទៅដូចជាសប្បាយចិត្តហ្មងម៉ាក៏ឪពុកបងពីគាត់ចូលសម្រានវិញទៅអ៊ំហ្នឹងគាត់ក៏ជិះកង់ទៅដល់បន្លែទឹកមួយនៅខាងលិចភូមិបងពីស្រាតវៈមេបងធំស្ទាក់ចាំស្រាច់ពួកវាមានគ្នា2នាក់អាមួយរៀងស្គមហើយមេបងធំហ្នឹងរៀងធាត់ពួកវាចម្រិតទារបស់វាយកមកវិញវាឲ្យអ៊ំហ្នឹងឲ្យខ្សែដៃវាមកវិញហើយលុយដែលវាចាញ់ទាំងប្រមាណហ្នឹងក៏ត្រូវឲ្យវាមកវិញដែរមិនត្រឹមតែប៉ុណ្្នឹងទេវាថែមទាំងចង់បានខ្សែដៃហើយនឹងលុយរបស់គាត់ទៀតតើទៅពេលអញ្ចឹងទៅគាត់មិនព្រមគាត់ក៏ថាយីអានេះលេងចាញ់អញហើយមកចង់ទារបស់វិញមិនហើយមិនមកចង់ប្លន់យករបស់គេទៀតតើទៅពេលគាត់មិនព្រមអញ្ចឹងក៏បតែបន្ទប់គ្នារហូតតទៅអ៊ំហ្នឹងគាត់ស្លាប់បាត់បង់ជីវិតទៅដោយសារតែអ៊ំហ្នឹងគាត់ចាស់ហើយស្គមទៀតមានកម្លាំងឯណាទៅវាយឈ្នះក្មេងស្ទៀវម្នាក់ក្រៀកដៃគាត់សងខាងពីក្រោយហើយម្នាក់ទៀតវាយគាត់រហូតតគាត់ទន់ខ្លួនដួលដេកនៅនឹងដីទៅតែនៅពេលហ្នឹងគាត់មិនទាន់ស្លាប់ទេក៏មេបងធំហ្នឹងវាដកកូនកបិតទូចមួយចេញមកកាលពីជំនាន់ហ្នឹងគេតែងតែធ្វើកូនកបិតទូចប្រកបនៅក្នុងប៊ិចដែលយើងទៅសេរាល់ថ្ងៃហ្នឹងអត់មាននរណាដឹងថាកបិតនៅក្នុងប៊ិចហ្នឹងទេដោយសារតែផ្លែកបិតហ្នឹងវាខ្លីទេឡើងទូចញាប់តែមួយហ្នឹងគ្រាន់តែថាផ្លែហ្នឹងគេសលៀងវាឡើងមុតណាស់គ្រាន់តែអាមកឆ្វោកដាច់ហ្មងក៏អាមេបងធំហ្នឹងចាប់ងុចសក់អ៊ំហ្នឹងរួចក៏យកកបិតហ្នឹងយកមកចាក់កគាត់ចាក់យកពេលដែលឃើញបងធំសាហាវដល់ថ្នាក់ហ្នឹងពេកកូនចៅក៏រត់ចោលបងធំបាត់មិនត្រឹមតែប៉ុណ្្នឹងទេអាមេបងធំហ្នឹងវាអត់ដែលកាត់កញ្ចក់ដៃទេក្នុងភូមិហ្នឹងនរណាក៏ដឹងដែរវាក៏យកកញ្ចក់ដៃវាយកទៅញុកកន្លែងដែលវាចាក់ហ្នឹងហើយវាក៏ហែកសាច់បំពង់កខ្វះចេញមកក្រៅហើយអ៊ំហ្នឹងគាត់ក៏ឆ្លាក់ខ្យល់ស្រាប់នៅបន្លែទឹកហ្នឹងទៅមានអីទៀតបើខ្វែបំពង់កចេញមកក្រៅហើយមិនត្រឹមតែប៉ុណ្្នឹងទេវាជន់ក្បាលរបស់អ៊ំហ្នឹងផលិតចូលទៅក្នុងទឹកហ្នឹងរហូតតគាត់លេងទៅដល់យមទៅគាត់បាត់បង់ជីវិតនៅពេលហ្នឹងហ្មងលេងកម្រើកអីទាំងអស់ហើយនៅនឹងដៃអ៊ំហ្នឹងមានចិញ្ចៀនមាសមួយវង់គាត់ពាក់ជាប់នៅនឹងដៃរហូតដល់ដៃដោះទេព្រោះអីរបស់ប្រចាំស្នេហ៍គាត់ជាមួយនឹងយាយគាត់តែយាយគាត់ស្លាប់យូរដែរហើយក៏អាមេបងធំហ្នឹងវាចាប់គាត់ដោះយកចិញ្ចៀនហ្នឹងប៉ុន្
តែដោះអត់ចេញតើតែពេលដោះអត់ចេញវាក៏យកកបិតហ្នឹងកាត់ម្រាមដៃគាត់យកហ្មងអាហ្នឹងដូចដែលនៅក្នុងរឿងពេលដែលខ្មោចស្លាប់ទៅបាត់ម្រាមមកហើយវាក៏ប្រមូលរបស់របរយកទៅអស់ទៅមានដូចជាខ្សែដៃចិញ្ចៀននាឡិកាលុយអីហ្នឹងវាប្រមូលយកទៅអស់ហើយវាប្រមូលហើយវាក៏រត់ទៅបាត់ទៅដល់ទៅព្រឹកឡើងម៉ោង 5 រៀបភ្លឺឪពុករបស់បងពីលីនឹងគាត់ថាទៅភ្ជួរស្រែនៅឯខាងលិចបន្លាយទឹកហ្នឹងឃើញសាកសពរបស់អ៊ំហ្នឹងដេកនៅត្រាំទឹកនៅក្នុងបន្លាយទឹកហ្នឹងឯងបានគាត់រត់ទៅប្រាប់គេឯងនាំគ្នាផ្អើលឡើងពេញមកភូមិមកមើលលាន់បន្ទាប់មកក៏នាំគ្នាប្តឹងទៅប៉ូលីសដោយសន្និដ្ឋានថាច្បាស់ហើយប្រកាសជាមេបងធំនឹងឯងព្រោះបើតាមការពិនិត្យមើលទៅឃើញស្នាមកញ្ចក់ដៃខ្វេះបំពង់កក៏ប៉ូលីសនាំគ្នាទៅចាប់វាដល់ផ្ទះតែចៃដន្យអីវាដឹងខ្លួនមុនវាកិច្ចខ្លួនបាត់ឃើញតែអាវស្នាមប្រឡាក់ឈាមដែលវាដុតចោលប៉ុន្តែដុតឆេះមិនតាន់អស់ក្រោយមកទៀតក៏អ្នកភូមិទេហៅកូនចៅគាត់នៅភ្នំពេញហ្នឹងឲ្យឡើងមកធ្វើបុណ្យជូនគាត់ទៅអ្នកទាំងអស់គ្នាមាននៅចាំអត់វាមានគ្នា2នាក់អា2នាក់ហ្នឹងវារត់ទៅជាមួយគ្នាដោយអាមេបងធំហ្នឹងគំរាមថាទោះបីជាហែងនៅក៏មិនរួចខ្លួនដែរក៏រត់ទៅជាមួយគ្នាទៅដល់តែបុណ្យ7ថ្ងៃចំថ្ងៃបុណ្យហ្នឹងហ្មងអាកូនចៅវាហ្នឹងក៏ត្រឡប់មកវិញឲ្យប៉ូលីសចាប់វាហើយសារភាពទោសដោយវានិយាយថាវាគ្មានបំណងសម្លាប់ទេគ្រាន់តែវាយទៅតាមក្មេងពីលវាយធម្មតាអញ្ចឹងតែវាមិននឹកស្មានថាបងធំវាហ្នឹងហ៊ានលើកដៃសម្លាប់មនុស្សទេយប់មុនពេលកើតហេតុពេលដែលកំពុងតែលេងល្បែងស៊ីសងហ្នឹងមានចំនួនទាស់ពាក្យសម្ដីគ្នារវាងអ៊ំហ្នឹងជាមួយនឹងអាមេបងធំតាំងពីក្បាលប្រលប់ម្លេះដោយខឹងចាញ់អ៊ំហ្នឹងផងហើយទាលុយវាមិនបានមកវិញក៏កាត់ចិត្តខឹងសម្លាប់អ៊ំហ្នឹងបដ ទៅពេលហ្នឹងវាភ័យណាស់វាខ្លាចជាប់គុកក៏រត់ទៅតាមមេបងធំទៅតែនៅពេលដែលវាទៅហ្នឹងមេបងធំវាយធ្វើបាបវាគំរាមសម្លាប់វាជាច្រើនដងហើយមួយទៀតវាតែងតែឃើញខ្មោចអ៊ំហ្នឹងមកលងបន្លាចវារហូតដោយបង្ហាញរូបភាពគាត់ធ្លាយបំពង់កចេញមកក្រៅហើយអ៊ំហ្នឹងឡើងមកច្បាច់កវាសឹងតែដាច់ខ្យល់វាទ្រាំមិនបានក៏វាលួចត្រឡប់មកវិញវាត្រឡប់មកវិញហ្នឹងនៅពេលដែលមេបងធំវាហ្នឹងប្រើវាឲ្យចេញទៅទិញបាយផ្លេចប្រាប់អ្នកទាំងអស់គ្នាកន្លែងហ្នឹងពួកវារត់ឡើងមកពេញហើយពេលថ្ងៃដែលវាចេញទៅទិញបាយហ្នឹងវាក៏លួចឡើងឡានគេមកនៅក្នុងខ្លួនវាអត់មានលុយ1រៀលទេគ្រាន់តែជិះចិត្តមកដល់ផ្ទះវាក៏ហក់ចុះពីលើឡានរួចរត់សំដៅមករោងប៉ុននេះហ្មងទៅក្រោយពីដឹងរឿងសពគ្រប់អស់ហើយប៉ូលីសក៏ចាប់ផ្ដើមកសាងសំណុំរឿងហើយចាប់វាទៅដាក់ឃុំសិនរួចចាំបញ្ជូនវាទៅកាន់តុលាការខេត្តហើយនិយាយពីថាបងពីរក៏ខ្លាចខ្មោចអ៊ំនឹងខ្លាំងព្រោះអីនៅក្បែរភូមិគាត់ផងយប់ឡើងឆ្កែលូឡើងក៏លួចលុះមកដល់ថ្ងៃទី5អត់ទាន់ដល់បន7ថ្ងៃទេអ្នកភូមិនរណាក៏គេនិយាយដែរគេឃើញអ៊ំនឹងជិះកង់ទៅមកជួនកាលខ្លះនឹងអង្គុយកន្លែងដែលគាត់លេងល្បែងនឹងរូបភាពដូចដែលសាកសពដែលគាត់បានស្លាប់ទៅអញ្ចឹងគឺធ្លាយបំពង់កចេញមកក្រៅឲ្យតែពេលយប់ឡើងតែងតែលឺសូរសំឡេងគាត់ធាក់កង់កាត់នៅមុខផ្ទះបងពីដូចដែលថ្ងៃដែលគាត់បានស្លាប់អញ្ចឹងឲ្យតែឃើញដឹងតែឆ្កែលូហើយបងពីប្អូនគាត់ម៉ែគាត់ឪគាត់អីហ្នឹងឡើងទៅដេកលើផ្ទះជុំគ្នាទាំងអស់ដោយសារតែខ្លាចខ្មោចអ៊ំនឹងពេកអ្នកភូមិនៅក្បែរហ្នឹងក៏អញ្ចឹងដែរប្រលប់មិនតាន់ទេប្រមូលកូនប្រមូលចៅចូលផ្ទះអស់ហើយដោយទ្រាំនឹងការលងបន្លាចរបស់អ៊ំនឹងមិនបានក៏នៅថ្ងៃបុណ្យ7ថ្ងៃគាត់ហ្នឹងក៏អ្នកភូមិនាំគ្នាទៅអុជធូបប្រាប់គាត់ថាអ៊ំអើយនរណាសម្លាប់អ៊ំឯងអូកវាចូលទៅក្នុងគុកទៅហើយអ៊ំឯងទៅចាប់ជាតិថ្មីចោះកុំនៅលងបន្លាចអ្នកភូមិអីក្មេងៗវាខ្លាចក្រោយបុណ្យ7ថ្ងៃគាត់ចប់សពគ្រប់អស់ហើយក៏បាត់គាត់លេងឃើញលងទៀតប្រហែលជាគាត់ដឹងថាខ្លួនឯងស្លាប់ក៏មិនដឹងឮតែចាស់ថាឲ្យទៅដល់7ថ្ងៃខ្មោចដឹងខ្លួនហើយបានមួយខែក្រោយមកនៅម៉ោង 2 រសៀលក៏នាំគ្នាផ្អើលថាមេបងធំនឹងចូលភូមិវិញហើយអ្នកភូមិក៏នាំគ្នាឡោមព័ទ្ធចាប់វាបានយកទៅឲ្យប៉ូលីសបានប៉ូលីសចាប់វាសួរចម្លើយទៅមិនដឹងថាវាហ្នឹងហើយជាអ្នកសម្លាប់អ៊ំនឹងពិតប្រាកដមែនហើយវាត្រឡប់ចូលមកក្នុងភូមិវិញហ្នឹងដោយសារតែវាអស់លុយពីខ្លួនហើយបានវាត្រឡប់មកក្នុងភូមិវិញមករកលុយពីម៉ែវាឲ្យម៉ែវាហ្នឹងយកគោយកទៅលក់យកលុយមកឲ្យវាម៉ែវាពេលហ្នឹងក៏ព្រមទៅតាមវាដោយដាក់គោយកទៅឲ្យដង្ខៅគោហើយក៏ប្រាប់គេឲ្យនាំគ្នាទៅចាប់វាដាក់គុកទៅនៅពេលហ្នឹងវាពេលហ្នឹងវាខឹងម៉ែវាខ្លាំងណាស់វាថាម៉ែវាហ្នឹងក្បត់វាតែម៉ែវានិយាយថាអញគ្មានកូនដេរឆានដូចឯងទេហែងមិនមែនមនុស្សទេហែងសាហាវជាងសត្វធាតុទៀតនៅពេលហ្នឹងវាខឹងម៉ែវាខ្លាំងណាស់ភ្នែកវាមើលទៅកាន់ម៉ែវាសឹងទៅស្រក់ឈាមចេញមកក្រៅហើយបើសិនពេលហ្នឹងវាមិនត្រូវអ្នកភូមិចាប់ក្រៀកវាជាប់ទេមិនស្រួលហ្នឹងវាហក់ទៅវាយម៉ែវាទៀតមិនស្រួលបន្ទាប់មកប៉ូលីសក៏ចាប់វាចាត់ចែងទៅតាមច្បាប់ទៅក្រោយមកទៀតក៏លេចលឺដំណឹងថាវាងាប់នៅក្នុងគុកបាត់ទៅហើយដោយសារតែវាឈួតហើយវាខ្វែបំពង់កខ្លួនឯងហ្នឹងរហូតតទៅងាប់ខ្លួនប៉ូលីសថាកាលមុនចាប់វាដាក់នៅជាមួយគេតែដោយសារតែវាចេះតែច្បាច់កគេបានបំបែកវាហ្នឹងដាក់ទៅនៅម្នាក់ឯងតែនៅពេលដែលចាប់វាដាក់នៅម្នាក់ឯងហើយវាបែរជាមកច្បាច់កខ្លួនឯងវិញ
អ្នកយាមគុកគេព្យាយាមជួយប្រមាណដងដែរប៉ុន្តែលើកចុងក្រោយនេះជួយអត់បានក៏វាងាប់នៅក្នុងគុកបាត់ទៅរឿងចុងក្រោយដែលចែករំលែកបានមកពីបងពីមានត្រឹមតែប៉ុណ្្នឹងឯងសាហាវមែនខ្ញុំស្ដាប់គាត់ឡើងព្រឺរោមម្ដងហើយមកនិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ម្ដងទៀតឡើងព្រឺរោមម្ដងទៀតអញ្ចឹងហើយបានគេអប់រំមនុស្សឲ្យស្គាល់បុណ្យស្គាល់បាបហ្នឹងសាងអីទទួលនឹងហើយនៅពេលដែលនៅរស់ខ្វេះបំពង់កគេតទៅពេលចុងក្រោយទៅខ្លួនឯងហ្នឹងសម្លាប់ខ្លួនឯងតែបើតាមខ្ញុំគិតទេប្រហែលជាហ្នឹងគាត់មកសងសឹកក៏មិនដឹងដែរបើការប៉ូលីសចាប់វាយកទៅហ្នឹងវាអត់អីផងតទៅវាចូលគុកទៅប្រហែលជាវាសម័យឃើញហ្នឹងមកលងបន្លាចវាច្រើនពេកអញ្ចឹងទៅបានវាចេះទៅច្បាច់កគេអញ្ចឹងដែលវាគិតថាប្រហែលជាហ្នឹងមកលងវាអញ្ចឹងតមកបានគេបំបែកវាចេញមកវិញដល់ពេលអត់មាននរណាគេច្បាច់កក៏ច្បាច់កខ្លួនឯងសម្រាប់ចោលម្ដងទៅអាហ្នឹងហើយបាបកម្មអូខេអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះមានត្រឹមតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា